ជំរាបសួរនាងខ្ញុំនៅសុខាជាគ្រូបង្រៀនមុខវិជ្ជាជីវៈនៅថ្នាក់ទី8កនៃសាលា Go Global សម្រាប់ថ្ងៃនេះដែរគឺនាងខ្ញុំបាននាំសិស្សមកពិសោធន៍អំពីបាតុភូតបន្សាយដែលតេតងនឹងដើម្បីពិសោធន៍បាតុភូតបន្សាយបានគឺយើងត្រូវការសម្ភារៈមួយចំនួនមានកែវទឹក2កែវ A កែវ B ហើយនឹងល័ខពណ៌ក្រហមនិងភ្នាសថង់កំណាត់ដែលមានល័ខនៅក្នុងនឹងនេះតេតងសម្ភារៈដែលយើងយកមកប្រើបន្ទាប់ពីមានសម្ភារៈហើយតេតងនឹងដំណើរការគឺយើងពិសោធន៍ដោយដាក់កែវ A និងកែវ B មានបរិមាណទឹកស្មើគ្នាហើយយើងដាក់ល័ខពណ៌ក្រហមចូលទៅក្នុងកែវ A ហើយយើងដាក់ថង់កំណាត់ល័ខចូលទៅក្នុងកែវ B ដោយទុករយៈពេលស្មើគ្នាហើយទុកពេលឲ្យសិស្សកត់សង្កេតមើលពីចលនានៃម៉ូលេគុលល័ខនៅក្នុងកែវ A និងកែវ B នោះក្រោយពី5ទៅ10នាទីហើយការពិសោធន៍ចាប់ឲ្យសិស្សគាត់បំពេញសិលកិច្ចការនិងសន្និដ្ឋានពីបាតុភូតបន្សាយនឹងក្នុងពេលពិសោធន៍នឹងការពិសោធន៍បន្សាយនេះដែរគឺខ្ញុំមានគោលបំណងចង់ឲ្យសិស្សគាត់អាចផ្សារភ្ជាប់ពីទ្រឹស្ដីដែលគាត់រៀននៅក្នុងសៀវភៅទៅនឹងការពិសោធន៍នឹងថាតើអ្វីដែលគាត់រៀននឹងការពិសោធន៍នឹងឃើញដូចគ្នាដែរអត់ហើយមួយទៀតគឺគាត់បានផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃផងដែរគោលបំណងមួយទៀតដើម្បីឲ្យសិស្សគាត់យល់ពីសារៈសំខាន់នៃបន្សាយថាតើបាតុភូតបន្សាយដែលគាត់រៀនហ្នឹងមានសារៈសំខាន់អីសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់ឧទាហរណ៍ដូចជាគាត់ចង់ញ៉ាំកាហ្វេតើកាហ្វេដើម្បីញ៉ាំឲ្យឆ្ងាញ់បានតាមបាតុភូតបន្សាយហ្នឹងជួយអីនៅក្នុងការដែលឲ្យគាត់អាចញ៉ាំកាហ្វេបានឆ្ងាញ់អញ្ចឹងបាតុភូតបន្សាយជួយឲ្យម៉ូលេគុលកាហ្វេដែលគាត់ឆុងហ្នឹងវាផ្សាយពីមួយកែវឲ្យវាមានរសជាតិស្មើគ្នាពេញមួយកែវបានអានោះគឺជាឧទាហរណ៍មួយទាក់ទងទៅនឹងបាតុភូតបន្សាយទាក់ទងនឹងការឆុងកាហ្វេញ៉ាំឲ្យសិស្សគាត់អាចផ្សារភ្ជាប់ទៅនឹងជីវភាពរបស់គាត់បានហើយមានច្រើនទៀតទាក់ទងទៅនឹងការដែលគាត់ធ្វើម្ហូបនៅពេលដែលគាត់ដាក់រសជាតិដូចជាអំបិលស្ករម្សៅស៊ុបចូលទៅក្នុងម្ហូបហ្នឹងនៅពេលដែលមានបាតុភូតបន្សាយគឺជួយឲ្យរសជាតិទាំងអស់ហ្នឹងគឺវាមានល្បាយចូលគ្នាសព្វអាចធ្វើគាត់មានរសជាតិឆ្ងាញ់នៅពេលគាត់ធ្វើម្ហូបតែបើសិនជាអត់មានបាតុភូតបន្សាយទេគឺម្ហូបហ្នឹងគឺអត់មានរសជាតិឆ្ងាញ់ទេគឺវាអត់បានសាយចូលជាតិគ្នាចាអញ្ចឹងទាក់ទងនឹងការពិសោធន៍បន្សាយគឺខ្ញុំមានគោលបំណងប៉ុណ្ណឹងដើម្បីផ្ដល់ឱកាសអរគុណច្រើន